គណៈកម្មាធិការរៀបចំដែនដីនិងនគររូបនីយកម្មបានរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីនិងប្លង់គោលនៃការប្រើប្រាស់ដីនៅទូទាំងខេត្តសៀមរាបដោយផ្ដោតជាសំខាន់លើ114ភូមិនៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរនិងគ្រប់ឃុំនៅតំបន់1តំបន់2និងតំបន់3នៅខេត្តជុំវិញតំបន់បឹងទន្លេសាបទាំងអស់ក្នុងគោលបំណងថែរក្សាការពារបេតិកភណ្ឌពិភពលោកអង្គរថែរក្សាអាយុជីវិតបឹងទន្លេសាបកសាងខឿនសេដ្ឋកិច្ចជាតិនិងលើកស្ទួយជីវភាពអ្នកស្រុកអង្គរនិងអ្នកបឹងទន្លេសាបនេះបើយោងទៅតាមកិច្ចប្រជុំនេះមានការចូលរួមពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងធនធានទឹកនិងឧតុនិយមអាជ្ញាធរអប្សរាអាជ្ញាធរបឹងទន្លេសាបនិងរដ្ឋបាលខេត្តពាក់ព័ន្ធនាទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នាថ្ងៃទី2ខែមីនាឆ្នាំ2026នេះ